តាមជើងលេង12ថ្ងៃទៀតយើងនឹងអាចចាប់បាននៅរំលងយាមពីទីភ្លឺក្នុងខេត្តបញ្ចបុរីគឺនៅម្ដុំអូជ្រៅនេះឯងក្រាបទូលលោកអបរាជលោកមហាសេនាចាត់គ្នាជា4ចំណុចលួចរាយខ្សែប្រត់តាមបណ្ដោយអូជ្រៅតាមចំណុចដែលតាហៅបានជាហើយចាប់ព្រះគោព្រះកែវឲ្យបានតែចាំមកច្បាស់ណាកុំធ្វើអ្វីដល់ព្រះអង្គទាំងពីរឲ្យសោះណាព្រះកែវណាស់តែនេះលើកនេះបើយើងចាប់ព្រះគោព្រះកែវបានយើងនឹងសង់ប្រាសាទ7ជាន់រួចយកច្របាក់សីមាសិលព័ទ្ធជុំវិញមិនឲ្យព្រះគោព្រះកែវរត់រួចទៀតទេព្រោះយើងត្រូវការព្រះអង្គទាំងពីរដើម្បីភាពរីកចម្រើនរុងរឿងនៃនគររបស់យើងម្ចាស់បងកែវដូចជារងាណាម្ចាស់បងងាយមែនទេពេលនេះយើងបានមកដល់ក្នុងយ៉ាងខ្វះខាតពេលនេះម្ចាស់បងងាយធ្វើទេម្ចាស់បងកែវរងាណាម្ចាស់បងបើអញ្ចឹងយើងចុះសម្រាប់ទីនេះសិនចុះម្ចាស់បងម្ចាស់បងកែវរងាណាកែវអស់កម្លាំងណាស់ម្ចាស់បងម្ចាស់អូនយើងសម្រាប់នៅទីនេះមកយប់សិនហើយចាំដល់ព្រឹកស្អែកចាំយើងគិតបន្តទៀតម្ចាស់អូនកែវម្ចាស់អូនឃ្លានខ្លាំងណាស់មែនទេមែនហើយម្ចាស់បងកែវឃ្លានខ្លាំងណាស់មិនអីទេចាំម្ចាស់បងនិមិត្តអាហារឲ្យម្ចាស់អូនសោយដើម្បីកុំឲ្យម្ចាស់អូនឃ្លានខ្លាំងពេកអរព្រះគុណម្ចាស់បងលោកមិនតបទេបាទលោកនាំតបពលស្ទាក់នៅម្ដុំនេះយើងទៅខាងនោះបាទចាបងជាប់សៀមមកហើយចាប់ទៅចាបងព្រះអង្គនេះហើយជាចំណុចអូជ្រៅដែលយើងបោះសមាសរក្រាបទូលបើអញ្ចឹងយើងចាំមកនេះចុះសូមព្រះអង្គស្ដេចជាពលសេនាទាំងអស់គ្នាមើលយាមកាមព្រះអង្គមែនតើណាត្រូវមានទឹកម្ចាស់បងចុះទៅបងអស់កម្លាំងខ្លាំងណាស់ម្ចាស់អូនបងចុះនេះប្រហែលជាហោះលែងរួចទៀតហើយទាន់តែបងសមាធិនិងរកស្បាំងជាព្រះស្ងោទើបអាចមានកម្លាំងឡើងវិញបានណាម្ចាស់អូនម្ចាស់បងកែវអស់កម្លាំងណាស់កែវសុំទៅរកទឹកសិនហើយម្ចាស់បងណាបាទម្ចាស់អូនទៅចុះយើងដូចជាពីបំឡោសប្រហែលជាទៅសៀមចាប់បានហើយព្រោះយើងឱកាសយើងមកដល់ហើយឆាប់ចេញលោកទៅលោកទៅប្រងទៅ
ទាត់សៀងម្ចាស់បងម្ចាស់បងព្រះអង្គទី2មិនចាំពីទេយើងត្រូវការព្រះអង្គទី2ដើម្បីភាពរីកចម្រើននិងរុងរឿងនៃនគររបស់យើង